កូនមាសឪពុកសិភៅនេះរៀបរៀងដោយលោកអគ្គបណ្ឌិតបុត្រសវង្សខ្ញុំបាទសូមលើកយកលំនាំដើមរបស់គាត់ទាំងស្រុងមកអានចែកជូនបងប្អូនស្ដាប់ទុកជាការកម្សាន្តកូនមាសឪពុកកូនសម្លាញ់មាសឪពុកឪពុកសូមឲ្យកូនប្រើប្រាស់ពេលវេលាឲ្យបាននៅប្រយោជន៍ដ៏ច្រើនជាទីបំផុតនៅក្នុងជីវិតរបស់កូនពេលទំនេរសូមកូនចាប់សៀវភៅនេះយកមកអានហើយចាំទុកនៅសេចក្តីនីមួយៗផងដែរពេលមានទុកសូមកូនពិចារណាការណែនាំរបស់ឪពុកនៅក្នុងសៀវភៅនេះឯងពេលនឹកអាល័យសូមកូនអាននៅសៀវភៅនេះដោយបាននៅក្បែរម៉ែឪដែរពេលបានសុខសូមឲ្យកូនចាប់សៀវភៅនេះមករីករាយសប្បាយជាមួយឪពុកម្ដាយនិងមានសេចក្តីសប្បាយជាមួយក្រុមគ្រួសារផងដែរពេលកូនមានបញ្ហាសូមឲ្យកូនប្រឹក្សាជាមួយឪពុកម្ដាយតែបើឪពុកម្ដាយមិននៅទេសូមឲ្យកូនប្រឹក្សាជាមួយសៀវភៅនេះចុះពុកនិងម៉ែប្រាថ្នាឲ្យកូនបាននៅសេចក្តីសុខទើបបានជាអប់រំនិងដាស់តឿនក្រើនរំលឹកកូនជារឿយមិនឲ្យកូនលេងហួសពេលវេលាព្រោះអាចនាំឲ្យកូនមានជំងឺគ្រុនរងាជាដើមដាស់តឿនឲ្យកូនមិនឲ្យញ៉ាំនៅអាហារណាដែលមិនល្អព្រោះវាអាចនាំឲ្យខូចសុខភាពហើយបើកូននៅមិនទាន់យល់នៅពាក្យដាស់តឿនឬមិនស្ដាប់តាមនៅពាក្យទូលមានរបស់ម៉ែឪនោះដល់ពេលនេះកូនមិនស្រួលខ្លួនឡើយឪពុកម្ដាយក៏ត្រូវតែនៅរក្សានិងព្យាបាលកូនយ៉ាងល្អជាទីបំផុតដែរនៅក្នុងដំណើរជីវិតក៏ដូចគ្នាដែរឪពុកម្ដាយបានព្យាយាមអប់រំនិងដាស់តឿនជានិច្ចឲ្យកូនតាំងចិត្តសិក្សារៀនសូត្ររៀបចំខ្លួនឲ្យនៅក្នុងសេចក្តីល្អមិនឲ្យកូនប្រព្រឹត្តខ្លួនជាមនុស្សលេះលោះតែបើពេលវេលាណាដែលកូនប្រព្រឹត្តបាត់ដោយហេតុណាមួយឪពុកម្ដាយក៏នឹងព្យាយាមជួយកូនយ៉ាងបដូរជីវិតដូចជាពេលដែលកូនមិនស្រួលផ្លូវកាយដូច្នោះឯងព្រោះហេតុដោយបានពោលមកនេះឪសូមឲ្យកូនមានការតាំងចិត្តមានការចាំជានិច្ចថាពេលណាដែលកូនមាននៅបញ្ហាកើតឡើងសូមកូនប្រឹក្សាជាមួយម៉ែឪកុំលាក់លៀមឲ្យសោះព្រោះមិនមានអ្នកណាស្មោះត្រង់និងមានបំណងជួយកូនឲ្យក្រៃលែងជាងឪពុកម្ដាយរបស់កូនឡើយបើកូនដឹងហើយមិនថាបញ្ហានោះលំបាកយ៉ាងណាម៉ែឪរមែងរួមគ្នាដោះស្រាយកែខៃបញ្ហាបានគ្រប់រឿងទាំងអស់កូនមានឪពុកកាលបើកូនបំពេញតួនាទីដោយសុចរិតដោយការឆ្លាតវៃមានសេចក្តីស្មោះត្រង់និងកតញ្ញូកូនរមែងបានទទួលនៅសេចក្តីរីករាយព្រោះរលឹកឃើញអំពើដ៏បរិសុទ្ធរបស់ខ្លួនហើយកូននឹងទទួលនៅផលជាសុខមានសេចក្តីចម្រើនដល់អនាគតនៃជីវិតរបស់កូនព្រមទាំងក្រុមគ្រួសារយ៉ាងពិតប្រាកដ